រឿងរ៉ាវនៃការបាត់ព្រះបរមសពសម្ដេចព្រះសុធម្មមាធិបតីព្រះសង្ឃនាយកទេពលឿងទ្រង់ព្រះកំណើតនៅថ្ងៃច័ន្ទ4កើតខែមករាឆ្នាំមមែបញ្ញស័កព្រះពុទ្ធសករាជ2426ដែលត្រូវនឹងថ្ងៃទី2ខែកុម្ភៈព្រះគ្រិស្តសករាជបារាំង1883ក្នុងផែនដីនៃព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមក្នុងភូមិត្រពាំងស្នាឃុំលន់ទៀសស្រុកគិរីវង្សក្នុងបរិមណ្ឌលនៃខេត្តតាកែវមានបិតានាមង៉ែតនិងមាតានាមអ៊ុងសម្ដេចមានបងប្អូនប្រុសស្រីចំនួន8នាក់ដែលព្រះអង្គគឺជាបុត្រទី3នៅក្នុងគ្រួសារលុះដល់ឆ្នាំឆ្លូវត្រីស័កព្រះពុទ្ធសករាជ2444ដែលត្រូវនឹងព្រះគ្រិស្តសករាជបារាំង1901គម្រប់ជនមាយុ19ឆ្នាំយុវជនទេពលឿងកើតមានចិត្តសទ្ធាជ្រះថ្លាចង់បួសជាព្រះសង្ឃក៏បានចូលទៅសុំការអនុញ្ញាតពីព្រះមេដាបិតាដើម្បីសូមបុព្វជាសាមណេរគង់នៅវត្តទេពប្រណំដោយបាននិមន្តព្រះគ្រូសិលសេដ្ឋាព្រះនាមប៉ែនជាព្រះឧបជាគម្រប់ជនមាយុ22វស្សានៅថ្ងៃសុក្រ15កើតខែចេសឆ្នាំរោងឆស័កព្រះពុទ្ធសករាជ2447ដែលត្រូវនឹងឆ្នាំបារាំង1904ព្រះអង្គបានឧបសម្បទាជាភិក្ខុក្នុងវត្តសីមានៃវត្តទេពប្រណំដោយបាននិមន្តព្រះគ្រូអរិយសិលាចារ្យរដ្ឋបឡោព្រះនាមអុកដែលជាចៅអធិការវត្តសន្លង់ក្នុងស្រុកទ្រាំងខេត្តតាកែវជាព្រះឧបជាព្រះគ្រូសិលសថាព្រះនាមប៉ែនជាកម្មវិជ្ជាចារ្យព្រះគ្រូសិរិបញ្ញាមនីព្រះនាមបញ្ញាតិបោអៀងជាអនុសវនាចារ្យរួចព្រះឧបជាប្រគេននាមបញ្ញត្តិថាគុណធរោបន្ទាប់ពីឧបសម្បទាជាភិក្ខុបាន5វស្សារួចមកនៅឆ្នាំ1909ព្រះអង្គបាននិមន្តទៅសិក្សាគម្ពីរព្រះត្រៃបិដកនៅឯវត្តបទុមបតីរាជវរារាមក្នុងបន្ទប់ព្រះគ្រូធម្មត្រៃលោកាចារ្យព្រះនាមអែមក្នុងសម័យសម្ដេចព្រះមង្គលទេពាចារ្យព្រះនាមអៀមគង់ជាសម្ដេចព្រះសង្ឃនាយកក្នុងភេទជាអ្នកបួសព្រះអង្គចេះចាំក្បួនច្បាប់គម្ពីរព្រះត្រៃបិដកអក្សរសាស្ត្រជាតិនិងភាសាសៀមបានយ៉ាងស្ទាត់ជំនាញមិនត្រឹមតែប៉ុណ្ណោះព្រះអង្គថែមទាំងមានព្រះចរិយាមាយាទស្រគត់ស្រគំសមរម្យមិនច្រឡះបើសគួរជាទីជ្រះថ្លាក្រៃលែងសពសំជាទីពេញប្រតិយនៃអស់ក្រុមព្រះញាតិទាំងឡាយទាំងពួងលុះគម្រប់ជនមាយុបាន46វស្សាព្រះអង្គត្រូវបានសម្ដេចក្រមព្រះនរោត្តមភានុវង្សនិងសម្ដេចក្រមព្រះនរោត្តមវរចាអរណរិទ្ធនរោត្តមសុធិរសនិមន្តឲ្យទៅធ្វើជាព្រះចៅអវាសវត្តនៅវត្តនួនមនីរាមដែលស្ថិតនៅក្នុងសង្កាត់លេខ6ក្រុងភ្នំពេញក្រោយពេលដែលព្រះញាណវិរិយនាមឡុងជាចៅអវាសវត្តបានលាចាកសិក្ខាបទទៅគម្រប់ជនមាយុបាន49ឆ្នាំព្រះភ្នោះបាន28វស្សាព្រះអង្គត្រូវបានព្រះករុណាព្រះបាទសម្ដេចព្រះស៊ីសុវត្ថិមុនីវង្សស្ដេចសពព្រះរាជហឫទ័យប្រគេនតែងតាំងជាព្រះញាណវិរិយទីរាជាគណៈថ្នាក់ចាត់ថ្វានៅថ្ងៃសៅរ៍300ខែអាសាឍឆ្នាំមមែត្រីស័កព្រះពុទ្ធសករាជ2474ដែលត្រូវនឹងថ្ងៃទី12ខែសីហាព្រះគ្រិស្តសករាជ1931លុះចូលមកដល់ក្នុងផែនដីនៃព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុព្រះអង្គត្រូវបានព្រះករុណាស្ដេចសពព្រះរាជហឫទ័យប្រគេនតែងតាំងជាព្រះធម្មកវីវង្សទីរាជាគណៈថ្នាក់ត្រីនៅឆ្នាំ1944និងឡើងជាទីព្រះធម្មឧត្តមទីរាជាគណៈថ្នាក់ទោនៅឆ្នាំ1948គម្រប់ជនមាយុបាន75ឆ្នាំព្រះភ្នោះបាន54ព្រះវស្សាព្រះអង្គត្រូវបានព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសុរាម្រិតស្ដេចសពព្រះរាជហឫទ័យប្រគេនតែងតាំងជាព្រះពុទ្ធាចារ្យទីរាជាគណៈថ្នាក់ឯកនៅថ្ងៃទី18ខែតុលាឆ្នាំ1957
ដោយយោងតាមព្រះរាជក្រឹត្យលេខ20រវចុះថ្ងៃទី28ខែមេសាព្រះពុទ្ធសករាជ2509ដែលត្រូវនឹងព្រះគ្រិស្តសករាជ1966បន្ទាប់ពីសម្ដេចព្រះសុធម្មមាថាបតីពលទេសឥន្ទញ្ញាណោដែលជាព្រះសង្ឃរាជថ្នាក់ទី2ទ្រង់សោយព្រះទិវង្គតទៅព្រះពុទ្ធាចារ្យទេពលឿងត្រូវបានសម្ដេចព្រះឧបយុវរាជនរោត្តមសីហនុព្រះប្រមុខរដ្ឋនៃប្រទេសកម្ពុជានិងជាព្រះអគ្គពុទ្ធសាសនូបត្ថម្ភព្រះអង្គទ្រង់សពព្រះរាជហឫទ័យតែងតាំងជាសម្ដេចព្រះសុធម្មមាថាបតីសង្ឃនាយកនៃគណៈធម្មយុត្តិកនិកាយតរៀងទៅរីឯសមិទ្ធផលដែលជាស្នាព្រះហស្ថរបស់ព្រះអង្គរួមមានដូចជាការជួយឧបត្ថម្ភដល់ការស្ថាបនាព្រះវិហារជាថ្មីនិងកុដិឧបដ្ឋានសាលាជីកស្រះសាងសង់ព្រះចេតិយសាលាបឋមសិក្សាដែលស្ថិតនៅក្នុងវត្តទេពប្រណម្យនិងបានកសាងព្រះចេតិយមួយស្ថិតនៅក្នុងវត្តអង្គរនាមស្ថិតនៅក្នុងឃុំរាមអណ្ដើកស្រុកគិរីវង្សខេត្តតាកែវទំនុកបម្រុងដល់ការកសាងព្រះវិហារកុដិមួយខ្នងនិងឧបដ្ឋានសាលាមួយខ្នងក្នុងវត្តស្វាយអណ្ដែតឃុំ8មុំស្រុកទ្រាំងខេត្តតាកែវឧបត្ថម្ភនិងស្ថាបនាព្រះវិហារថ្មីវត្តកែវស្អាតព្រះវិហារវត្តរឿងរាំងសីដែលស្ថិតនៅក្នុងឃុំនិគមសម្ដេចឪស្រុកមោងឫស្សីក្នុងខេត្តបាត់ដំបងមិនត្រឹមតែប៉ុណ្ណោះព្រះអង្គក៏បានរួបរวมជាមួយនឹងពុទ្ធបរិស័ទជាច្រើនរូបទៀតបានធ្វើបុណ្យហែអង្គកឋិនទានទៅឧបត្ថម្ភវត្តនៅតាមទីខេត្តនានាជិតឆ្ងាយជាច្រើនផងដែរនៅថ្ងៃអង្គារទី15ខែមេសាក្នុងឆ្នាំថោះព្រះពុទ្ធសករាជ2514ដែលត្រូវនឹងគ្រិស្តសករាជ1975សម្ដេចព្រះសុធម្មមាថាបតីព្រះសង្ឃនាយកទេពលឿងគន្ធេរោព្រះជន្ម93ឆ្នាំព្រះភ្នាស់បាន74វស្សាព្រះអង្គក៏ទ្រង់សោយព្រះទិវង្គតទៅដោយព្រះជរាពាធនាអារាមវត្តបទុមវតីរាជវរារាមរដ្ឋធានីភ្នំពេញព្រះបរមសពត្រូវបានរៀបចំតម្កល់ក្នុងព្រះកោដ្ឋដោយរបបសាធារណរដ្ឋខ្មែរជាអកុសលពន់ពេកពីថ្ងៃក្រោយមកពលគឺនៅថ្ងៃប្រហ័សទី17ខែមេសារដ្ឋធានីក្រុងភ្នំពេញដែលបានដឹកនាំដោយអេគីបរបស់លោកសេនាប្រមុខលន់ នល់ត្រូវបានវាយបែកដោយកងទ័ពអាវខ្មៅខ្មែរក្រហមប្រជាជនខ្មែរទាំងឡាយដែលរស់នៅក្នុងរដ្ឋធានីភ្នំពេញទាំងមូលមិនថាជាក្រហមឬព្រះសង្ឃត្រូវបានក្រុមនេះបណ្ដេញចេញទាំងអស់គ្មានសល់ឡើយក្រោយថ្ងៃរំដោះក្រុងភ្នំពេញ7មករាឆ្នាំ1979នៅពេលដែលប្រជាជនទាំងឡាយបានវិលចូលមករស់នៅក្នុងរដ្ឋធានីភ្នំពេញវិញព្រះបរមសពនិងព្រះកោដ្ឋដែលតម្កល់លើបញ្ចាត្រូវបានបាត់ស្រមោលសូន្យឈឹងនិងគ្មានដំណឹងរហូតមកដល់សម័យសព្វថ្ងៃតាមរយៈប្រជាជនខ្មែរមួយភាគតូចបានឲ្យដឹងថាព្រះបរមសពនិងព្រះកោដ្ឋរបស់សម្ដេចព្រះសុធម្មមាថាបតីព្រះសង្ឃនាយកទេពលឿងគឺពិតជាត្រូវបានបំផ្លាញដោយក្រុមអេគីបរបស់ពួកខ្មែរក្រហមឥតសាសនានោះពិតប្រាកដមែនយើងខ្ញុំដែលជាអភិបាលគេហទំព័រ Cholera and Old Photo of Cambodia សូមក្រាបថ្វាយព្រះអាល័យនិងឧទ្ទិសព្រះរាជកុសលចំពោះព្រះវិញ្ញាណក្ខន្ធរបស់សម្ដេចព្រះសុធម្មមាថាបតីព្រះសង្ឃនាយកទេពលឿងសូមព្រះអង្គបានយួនចាប់ព្រះកំណើតក្នុងទីឋានដ៏សមសុខកុំបីឃ្លៀងឃ្លាតឡើយ